ta lúc nè thọp ngào thì thằng ta bên nè để cua tại để chuột rồi cóធ្វើការណាត់ជួបជាមួយនឹងវិជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តតើមានរោគសញ្ញាអ្វីខ្លះដែលគួរឲ្យយើងចាប់អារម្មណ៍ឬក៏ធ្វើការសង្ស័យហើយធ្វើការណាត់ជួបរោគសញ្ញាចំនួន5សំខាន់ដែលមិនគួរមើលរំលងទី1តកតងជាមួយនឹងការអស់កម្លាំងគ្រប់ពេលយើងមានអារម្មណ៍ថាយើងអស់កម្លាំងខ្លាំងណាស់ទោះគេងឬក៏ញ៉ាំគ្រប់គ្រាន់ក៏ដោយក៏នៅតែអស់កម្លាំងបាត់បង់ចំណង់ចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយឬក៏ធ្វើអីដែលយើងធ្លាប់សប្បាយរីករាយពីមុនឬក៏ជាទម្លាប់របស់យើងដែលយើងធ្វើហើយយើងសប្បាយចិត្តប៉ុន្តែយើងអត់មានចំណង់ក្នុងការធ្វើវាទេអាហ្នឹងវាតកតងជាមួយនឹងទាំងសកម្មភាពប្រចាំថ្ងៃនិងការរស់នៅប្រចាំថ្ងៃរបស់យើងទី3តកតងជាមួយនឹងវិបត្តិនៃការគេងឬក៏វិបត្តិដំណេកពេលខ្លះការចូលគេងហើយប៉ុន្តែព្រឹកឡើងលាបទាភ្លឺងើបចន្លោះពីម៉ោង2ម៉ោង3ឬក៏ម៉ោង4ហើយងើបហើយបបាក់ចូលគេងវិញគេងប្រឹងគេងវិញក៏គេងអត់លក់ដែរប៉ុន្តែពេលខ្លះក៏យើងគេងច្រើនពេកដែរអ្នកជំងឺខ្លះគាត់អាចគេងលើសពី7ទៅ9ម៉ោងអ្នកខ្លះអាចលោតដល់12ម៉ោងអីក៏មានដែរគេងហើយនៅតែអត់មានកម្លាំងទៀតហើយលក្ខខណ្ឌនោះក៏ផ្សារភ្ជាប់ជាមួយនឹងការញ៉ាំដែរគឺកំឡុងពេលដែលមានបញ្ហាហ្នឹងគឺអត់ចង់ញ៉ាំទេឬក៏មានការប្រែប្រួលទៅជាញ៉ាំច្រើនអាហ្នឹងក៏ជាកត្តាគួរឲ្យចាប់អារម្មណ៍ដែរចំណុចទី4តកតងជាមួយនឹងវិបត្តិក្នុងការផ្ដោតអារម្មណ៍មានបញ្ហាក្នុងការផ្ដោតអារម្មណ៍ឬក៏មិនអាចធ្វើការសម្រេចចិត្តក្នុងរឿងសាមញ្ញណាសោះមួយនោះក៏ពិបាកក្នុងការសម្រេចចិត្តដែរហើយទី5មានអារម្មណ៍សោកសៅមានអារម្មណ៍ថាខ្លួនឯងទៅទេអត់មានអីសោះនៅក្នុងខ្លួនហើយអាការៈទាំងអស់ហ្នឹងវាត្រូវផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញាសំខាន់មួយទៀតគឺតកតងជាមួយនឹងគំនិតគិតខ្លីឬក៏ការចង់ធ្វើអត្តឃាតរោគសញ្ញាទាំងអស់នេះត្រូវផ្សារភ្ជាប់ជាមួយនឹងរយៈពេលមួយគឺតកតងរយៈពេលដែលផ្សារភ្ជាប់នេះគឺលើសពី2សប្តាហ៍ឡើងទៅបើមានរោគសញ្ញាទាំងនេះដូចបានរៀបរាប់នៅខាងលើសូមធ្វើការតាក់ទងពីគ្រូឬក៏ណាត់ជួបជាមួយនឹងវិជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តឬក៏អ្នកប្រឹក្សាផ្លូវចិត្តឬក៏អ្នកដែលមានជំនាញតាក់ទងជាមួយនឹងបញ្ហាផ្លូវចិត្ត